ភូមិសាស្ត្រប្រាសាទតាក្របីនិងជាប់អង្គញត្រូវបានយោធាថៃបាញ់ផ្លោងឥតឈប់ឈរចាប់តាំងពីម៉ោង 1 រំលងអាធ្រាត្រចូលថ្ងៃទី16 ខែធ្នូខណៈប្រាសាទព្រះវិហារវិញត្រូវរងការបាញ់ប្រហារដោយកាំភ្លើងធំ155មីលីម៉ែត្រតាំងពីម៉ោង 5:30 នាទីព្រឹកចូលដល់ម៉ោង 6 ព្រឹកថ្ងៃដដែលយោធាថៃនៅតែបន្តបាញ់ផ្លោងភូមិសាស្ត្រប្រាសាទតាក្របីនិងប្រាសាទតាមាន់ថ្មដូនព្រមទាំងភូមិសាស្ត្រភ្នំខ្មោចតាំងពីម៉ោង 8 កន្លះយប់ថ្ងៃទី15យោធាថៃប្រើប្រាស់នាវាខ្លួនបាញ់ផ្លោងចូលភូមិសាស្ត្រអូភ្លុកដំរីជាច្រើនម៉ោងឥតឈប់ឈររហូតដល់ម៉ោង 12:14 នាទីរំលងអាធ្រាត្រឆ្លងចូលថ្ងៃទី16ទើបមានសភាពស្ងប់ស្ងាត់ចូលមកដល់ម៉ោង 6 ព្រឹកដដែលនេះយោធាថៃក៏បានបើកការបាញ់ផ្លោងទៅកាន់ភូមិសាស្ត្រភូមិជោគជ័យនិងភូមិសាស្ត្រព្រៃច័ន្ទហើយបន្ទាប់ពីការបាញ់ផ្លោងជាង1ម៉ោងនៅម៉ោង 7 កន្លះកម្លាំងថ្មើរជើងយោធាថៃអមដោយរថក្រោះបានរុលចូលភូមិសាស្ត្រព្រៃច័ន្ទដើម្បីធ្វើការលុកលុយចូលទឹកដីកម្ពុជាដូច្នេះការពីយប់ម្សិលមិញនេះគុំថាឡើយកម្ពុជាទទួលបានសន្តិភាពសូម្បីតែសមរភូមិសំខាន់មួយចំនួនក៏យោធាថៃបាញ់ផ្លោងឥតឈប់ឈរផងតើសន្តិភាពកើតឡើងយ៉ាងម៉េចកើតផ្ទុយមកវិញចំនួននៅតែបន្តហើយពីមួយថ្ងៃទៅមួយថ្ងៃហាក់ដូចជាខ្លាំងទៅងាកមកកាន់ជនភៀសសឹកកម្ពុជាវិញគិតត្រឹមថ្ងៃទី16ម្សិលមិញនេះគឺមានប្រមាណជាង 42,000 នាក់ទៅហើយខណៈក្នុងនោះគឺមានកុមារប្រមាណជាង 13,000 នាក់បាទបាញ់ទេដល់ហើយចូលក្រុមហ្នឹងបាទទៅគេមានចង់ទៅផ្ទះវិញកូននៅផ្ទះអត់សូមឲ្យគាត់មកយកឈ្នះចោលសៀមឲ្យបានញ៉ាំទៅរាប់តរីវិតផ្ទះវិជួបឲ្យនាងជប់អូននេះពីងសូមអ្នកទាំងអស់គ្នាបន្តចូលរួមជួយទៅដល់ជនភៀសសឹកតាមរយៈកន្លែងទទួលជំនួយជាច្រើនដែលកំពុងដើរតួជាផ្នែកមួយយ៉ាងសំខាន់ក្នុងការទប់ទល់ជាមួយនឹងយោធាថៃឈ្លានពានអ្នកទាំងអស់គ្នាក៏អាចធ្វើការបរិច្ចាគតាមរយៈ QR code នេះផងដែរដោយខ្ញុំបាទនឹងធ្វើការជួយទៅកាន់វីរៈកងទ័ពនៅជួរសមរភូមិមុខជាស្បៀងឬក៏គ្រឿងឧបភោគបរិភោគផ្សេងៗដែលកងទ័ពកំពុងត្រូវការងាកមកកាន់សមរភូមិវិញចូលដល់ម៉ោង 8 ព្រឹកយោធាថៃបានបាញ់សម្រុកយ៉ាងខ្លាំងនៅភូមិសាស្ត្រអានសេះខណៈរថក្រោះបំពាក់កាំភ្លើងបានបាញ់ប្រហារចូលភូមិសាស្ត្រភ្នំខ្មោចចាប់តាំងពីម៉ោង 9 រហូតដល់ម៉ោង 11យោធាថៃបានប្រើប្រាស់កាំភ្លើងធំបាញ់ចេញពីនាវារថក្រោះដ្រូនទម្លាក់គ្រាប់បែកនិងដ្រូនធ្វើអត្តឃាតវាយសម្រុកយ៉ាងខ្លាំងនៅប្រាសាទតាក្របីថ្មឆាត់ជប់អង្គញថ្មដូនភ្នំខ្មោចអូស្មាច់បឹងត្រកួនអូភ្លុកដំរីនិងភូមិជោគជ័យការវាយប្រហារថ្ងៃទី16នេះគឺមានសភាពខ្លាំងក្លាជាងសពមួយដងពលគឺយោធាថៃហាក់មានបំណងធ្វើយ៉ាងណាបំបែកខ្សែការពារជួរមុខរបស់យើងតែម្ដងប៉ុន្តែចាប់ពីម៉ោង 11 នេះរហូតទៅដល់ម៉ោង 4 ល្ងាចកងកម្លាំងកម្ពុជានៅតែបន្តឈរជើងយ៉ាងរឹងមាំក្នុងការតតាំងជាមួយនឹងសត្រូវឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ទោះបីជាយោធាថៃបានបន្ថែមការវាយសម្រុកដោយប្រើយន្តហោះទម្លាក់គ្រាប់បែក F-16 ក៏ដោយផងដែរដោយសម្ដេចបានមានប្រសាសន៍ថាប៉ុន្មានថ្ងៃមកនេះមានការចុះផ្សាយដោយសារព័ត៌មានថៃមួយចំនួនបានលើកឡើងថាមានទាហានរុស្ស៊ីនិងជនបរទេសមួយចំនួនកំពុងចូលរួមប្រយុទ្ធនៅកម្ពុជាសម្ដេចក៏បានបដិសេធនិងបញ្ជាក់ទៀតថាយើងមិនមានយោធាបរទេសលើទឹកដីកម្ពុជាកើតមានតាំងពីអ៊ុនតាក់ដកចេញពីកម្ពុជានាឆ្នាំ 1993 មកម្លេះនៅថ្ងៃទី16នេះផងដែរវាមានរយៈពេល140ថ្ងៃហើយដែលវីរៈកងទ័ពកម្ពុជាចំនួន18រូបត្រូវបានថៃដាក់ឲ្យនៅក្រោមការគ្រប់គ្រងរបស់យោធាខ្លួនសូមបងប្អូនខ្មែរយើងកុំបំភ្លេចពួកគាត់ឲ្យសោះខ្ញុំសម្ញមិនចេញទេថារយៈពេលយូរប៉ុណ្ណឹងពួកគាត់រងទុក្ខវេទនាប៉ុណ្ណាតើបងប្អូនគ្រួសារអ្នកផ្ទះរបស់គាត់មានអារម្មណ៍បែបណាហើយតើរយៈពេលប៉ុន្មានទៀតទៅពួកគាត់អាចត្រឡប់មកផ្ទះសម្បែងជួបជុំគ្រួសារវិញប្រកាសណាស់ថាពេលនេះការជួយទៅដល់ជនភៀសសឹកនិងវីរៈកងទ័ពជួរមុខដែលកំពុងលះបង់ឈាមស្រស់សាច់ស្រស់វាសំខាន់ប៉ុន្តែប្រសិនបើយើងទាំងអស់គ្នាមិនបញ្ចេញសម្លេងម្នាក់មួយម៉ាត់នោះទេក្តីសង្ឃឹមនៃការវិលត្រឡប់មកវិញរបស់ពួកគាត់ក៏កាន់តែតិចទៅដែរ
ចាប់ពីល្ងាចរហូតដល់យប់ម៉ោង 8 យោធាថៃនៅតែបន្តបាញ់ប្លង់នៅតាមសមរភូមិនានាខណៈចូលដល់ម៉ោង 10 កន្លះយប់គ្រប់សមរភូមិទាំងអស់បានស្ងប់ស្ងាត់រហូតដល់ម៉ោង 4 ទៀបភ្លឺចូលថ្ងៃទី 17 ខែធ្នូនេះសភាពស្ងប់ស្ងាត់ក៏នៅតែបន្តដដែលប៉ុន្តែស្ថានភាពយ៉ាងណាទៀតគឺយើងមានតែរងចាំមើលជាក់ស្ដែងប៉ុណ្ណោះអរគុណអ្នកទាំងអស់គ្នាដែលបានមើលមកដល់នេះខ្ញុំបាទពិតជាកើនការព្រួយបារម្ភកាន់តែខ្លាំងទៅបន្ទាប់ពីឃើញស្ថានភាពសមរភូមិហាក់មិនមានការថមថយប៉ុន្តែបែរជាកាន់តែក្តៅគគុកទៅវិញហើយនេះគឺជាឈ្មោះសប្បុរសជនដែលបានបរិច្ចាគទឹកប្រាក់គិតមកត្រឹមថ្ងៃទី16ខែធ្នូបងប្អូនទាំងអស់គ្នាក៏អាចធ្វើការបរិច្ចាគបានតាមរយៈ QR code នេះនិងចូលក្នុងក្រុម Telegram ខ្ញុំបាទដែលមាន link នៅក្នុង description ខាងក្រោមវីដេអូនេះក៏មានតែប៉ុណ្្នឹងដែរយើងចាំជួបគ្នាវីដេអូក្រោយទៀតបាយបាយ